ចារីឯកម្មវិធីសំនៀងចែងចាំងរបស់ម្ដាយទូរទស្សន៍កម្ពុជា CTN បានមកដល់ខេត្តបាត់ដំបងដើម្បីធ្វើការជ្រើសរើសបេក្ខជនបេក្ខនារីដែលមានសម្លេងពីរោះសម្រាប់យកទៅជ្រើសរើសបន្តទៀតនៅស្ថានីយ៍ទូរទស្សន៍កម្ពុជា CTN កម្មវិធីនេះបានរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍កម្ពុជា CTN ដែលមានបេក្ខជនបេក្ខនារីមកពីបណ្ដាស្រុកក្រុងទាំង14របស់ខេត្តបាត់ដំបងមកធ្វើការបង្ហាញនៅសមត្ថភាពនិងសម្លេងរបស់ខ្លួនដែលធ្វើឡើងនៅសន្តាគារខេមរាបាត់ដំបង1នាព្រឹកថ្ងៃទី4ខែកុម្ភៈឆ្នាំ2014នេះជំនួយការកម្មវិធីសំនៀងចែងចាំងរបស់ស្ថានីយ៍ទូរទស្សន៍កម្ពុជា CTN កញ្ញាអោធីរ៉ាបានបញ្ជាក់ថាសម្រាប់ការជ្រើសរើសយកបេក្ខជននិងបេក្ខនារីក្នុងកម្មវិធីសំនៀងចែងចាំងនៅពេលនេះគឺត្រូវបានធ្វើឡើងដោយមិនប្រកាន់នៅបទចម្រៀងនោះទេទាំងបទចម្រៀងសម័យបទចម្រៀងបុរាណពិសេសបទចម្រៀងរបស់អ្នកចម្រៀងជើងចាស់អធិរាជសម្លេងមាសសិនស៊ីសមុទ្រនិងរាជិនីសម្លេងមាសរស់សេរីសុទ្ធាជាដើមហើយអ្នកដែលទទួលបានជ័យលាភីនឹងទទួលបាននូវការលើកទឹកចិត្តជាពានរង្វាន់និងថវិកាយ៉ាងច្រើនពីកម្មវិធីផងដែរនេះជាកម្មវិធីសំនៀងចែមចាំងដែលកម្មវិធីនេះគឺរៀបរៀងដោយស្ថានីយ៍ទូរទស្សន៍ CTN យើងហើយនេះជាខេត្តទី1សម្រាប់ក្រុមពួកខ្ញុំជាក្រុមទី3ចាហើយកម្មវិធីនេះបង្កើតឡើងដើម្បីស្វែងរកបេក្ខជនដែលមានសម្លេងពីរោះហើយពួកគាត់នឹងទទួលបានរង្វាន់ទៅតាមជ័យលាភីរបស់គាត់ហើយសំនៀងចែងចាំងនេះដែរគឺធ្វើឲ្យដើម្បីស្វែងរកបេក្ខជនដើម្បីដែលគាត់មានភាពក្លាហាននឹងការប្រឡងចម្រៀងរបស់គាត់ឬក៏ជាការបង្ហាញនៅសមត្ថភាពនៃការចម្រៀងរបស់គាត់ចំពោះបទចម្រៀងវិញគឺយើងជ្រើសរើសទាំងអស់ទាំងសម័យបុរាណនិងបទពីដើមទាំងអស់បងសម្លេងរបស់គាត់គឺសម្លេងដែលពីរោះហើយមានទឹកដមតែពីធម្មជាតិមកតែម្ដងបងសំណូមពរឲ្យបេក្ខជនទាំងអស់អញ្ជើញមកដាក់ពាក្យហើយសូមឲ្យពួកគាត់ត្រៀមនៅចម្រៀងដែលគាត់នឹងអាចគិតថាខ្លួនឯងនឹងបញ្ចេញសមត្ថភាពនៃចម្រៀងនោះបានដែលឡែកសម្រាប់បេក្ខជននិងបេក្ខនារីក៏បានសម្ដែងនូវភាពសប្បាយរីករាយផងដែរនៅការចូលរួមក្នុងកម្មវិធីសំនៀងចែងចាំងរបស់ស្ថានីយ៍ទូរទស្សន៍កម្ពុជា CTN ដែលបានបញ្ជាក់ថាតាំងពីតូចបងខ្ញុំឆ្លងវិស័យសិល្បៈតាំងពីតូចអាយុ3-4ឆ្នាំខ្ញុំចាប់ផ្ដើមចេះច្រៀងចេះរាំដើរបង្ហាញមួយមកបញ្ចាក់ខ្លួនឯងដែរព្រោះខ្ញុំចង់បញ្ចេញពីសមត្ថភាពរបស់ខ្ញុំដើម្បីអនាគតតទៅមុខទៀតចាកម្មវិធីសំនៀងចែងចាំងនេះក៏បានធ្វើដំណើរទៅដល់ខេត្តតាកែវផងដែរចានៅព្រឹកថ្ងៃទី4កុម្ភៈឆ្នាំ2014នៅផ្ទះសំណាក់ដូនកែវស្ថិតនៅក្នុងក្រុងដូនកែវខេត្តតាកែវបានបើកការប្រកួតជ្រើសរើសទេពកោសល្យសំនៀងចែងចាំងដែលមានបេក្ខជនបេក្ខនារីក្មេងចាស់មកដាក់ពាក្យប្រឡងយ៉ាងកកកហើយការចូលរួមសាក់លបងសមត្ថភាពសម្លេងធម្មជាតិនេះគឺមានគោលបំណងសម្រាប់ជ្រើសបេក្ខជនបេក្ខនារីដែលមានសម្លេងធម្មជាតិពិតនៅទូទាំងប្រទេសកម្ពុជាចំនួន72រូបយកមកធ្វើការប្រកួតប្រជែងជំរុះចំនួន25សប្តាហ៍ដើម្បីដណ្ដើមតំណែងជ័យលាភីជាមួយនឹងរង្វាន់ទឹកប្រាក់$20,000ក្នុងកម្មវិធីសំនៀងចែងចាំងដែលជាកម្មវិធីថ្មីដែលទើបតែបង្កើតឡើងរបស់ស្ថានីយ៍ទូរទស្សន៍ CTNក្នុងនោះដែលសម្រាប់បេក្ខជនដែលជាប់ការសាក់លបងសមត្ថភាពនៅជុំទី1ត្រូវបានជម្រាបជូនលទ្ធផលតាមរយៈការហៅទូរស័ព្ទក្នុងអំឡុងពេល3ទៅ4សប្តាហ៍បន្ទាប់ពីការសាក់លបងសមត្ថភាពរួចសម្រាប់បេក្ខជនដែលមកប្រកួតសម្លេងធម្មជាតិក្នុងកម្មវិធីសំនៀងចែងចាំងនេះគឺម្នាក់សុទ្ធតែច្រៀងពីរោះដូចគ្នាហើយបេក្ខជននិងបេក្ខនារីគឺសុទ្ធតែមានសង្ឃឹមនិងជំនឿជឿជាក់លើខ្លួនឯងផងដែរតែជាបន្តសូមអញ្ជើញស្ដាប់នៅសម្លេងសម្ភាសន៍ដូចតទៅសំនៀងចែងចាំងនោះមានអារម្មណ៍ថាសប្បាយចិត្តព្រួយកម្មវិធីមួយនេះអាចឲ្យយុវជនយុវតីទាំងអស់ដែលមានសមត្ថភាពខាងចម្រៀងមកហ៊ានបកស្រាយនៅក្នុងកម្មវិធីសំនៀងចែងចាំងបាទទស្សនិកជនជាទីមេត្រីយើងឃើញថាការប្រឡងចម្រៀងគឺជា